Dead Vestal គឺជាកញ្ចែផ្លុំដែលបង្កប់នៅសំឡេងមរណៈនិងអាចកំបាំងបំផុតសំឡេងដែលអាចកំបាំងនេះគឺចេញពីឧបករណ៍តន្ត្រីបុរាណមួយដែលជាឧបករណ៍តន្ត្រីរបស់អរិយធម៌ដ៏ខ្លាំងពូកែ Aztec និង Maya ហើយត្រូវបានគេឲ្យឈ្មោះឧបករណ៍តន្ត្រីនោះថា Dead Vestal ឬក៏កញ្ចែមរណៈកញ្ចែនេះមិនមែនជាឧបករណ៍សម្រាប់កំសាន្តនោះទេតែគេផលិតវាឡើងក្នុងគោលបំណងដ៏អាចកំបាំងនិងគួរឲ្យខ្លាចជាងនេះទៅទៀតកញ្ចែមរណៈត្រូវបានរកឃើញមុនគេបំផុតនៅកន្លែងដែលគេធ្វើពិធីបូជាយញ្ញក្នុងប្រទេសមិចស៊ីកូកញ្ចែនេះត្រូវបានឆ្លាក់ជាច្រើនទម្រង់មានដូចជាក្បាលមនុស្សទ្រង់ឆ្អឹងឬសាកនៅពេលដែលអ្នកផ្លុំវាចេញមកគឺមានសំឡេងដូចជាមនុស្សរាប់សិបនាក់កំពុងតែស្រែកយំដែលធ្វើឲ្យអ្នកស្ដាប់មានអារម្មណ៍ថាភ័យខ្លាចយោងតាមការស្រាវជ្រាវរបស់អ្នកវិទ្យាសាស្ត្រនិងបុរាណវិទូកញ្ចែនេះត្រូវបានគេប្រើប្រាស់ក្នុងគោលបំណងសំខាន់3យ៉ាងគឺទី1ការប្រើប្រាស់ក្នុងពិធីបូជាយញ្ញមនុស្សបូជាចារនិងផ្លុំវាដើម្បីបង្កើតបរិយាកាសឲ្យមានការភ័យខ្លាចនិងបង្កើតឲ្យមានភាពតានតឹងនៅពេលបូជាយញ្ញគេជឿជាក់ថាសំឡេងនោះគឺជាសំឡេងដើម្បីបញ្ជូនព្រលឹងអ្នកដែលបានបូជាយញ្ញទៅកាន់ឋានសួគ៌2ការប្រើប្រាស់នៅក្នុងសង្គ្រាមកញ្ចែមរណៈនេះត្រូវបានប្រើប្រាស់ជាអាវុធយុទ្ធសាស្ត្រដ៏មានប្រសិទ្ធភាពមុនចាប់ផ្ដើមប្រយុទ្ធក្រុមអ្នកចម្បាំង Aztec និងផ្លុំកញ្ចែនេះព្រមគ្នាដើម្បីបង្កជាសំឡេងស្រែករបស់មនុស្សរាប់ពាន់នាក់បង្កើតឲ្យមានការភ័យខ្លាចសំឡេងទាំងអស់នោះបានធ្វើឲ្យកងទ័ពសត្រូវមានការភ័យខ្លាចរហូតបាត់បង់ស្មារតីប្រយុទ្ធហើយធ្វើឲ្យពួកគេកំពុងតែគិតថាពួកគេកំពុងតែប្រយុទ្ធជាមួយនឹងកងទ័ពខ្មោច3គឺជាការធ្វើត្រាប់តាមសំឡេងព្រះកញ្ចែមួយនេះត្រូវបានប្រើដើម្បីត្រាប់តាមសំឡេងព្រះមួយចំនួនដូចជាព្រះនៃខ្យល់ឬព្រះនៃភាពងងឹតការផ្លុំវាគឺជាវិធីដើម្បីភ្ជាប់ទំនាក់ទំនងជាមួយព្រះទាំងអស់នោះឬដើម្បីទាញយកអំណាចពីពួកគាត់កញ្ចែមរណៈមិនមែនគ្រាន់តែជាឧបករណ៍តន្ត្រីនោះទេក៏ប៉ុន្តែវាជាឧបករណ៍ដើម្បីភ្ជាប់ពីពិភពមនុស្សរស់ទៅពិភពមនុស្សស្លាប់វាតំណាងឲ្យការគោរពនិងការភ័យខ្លាចចំពោះជីវិតនិងមរណៈដែលជាជំនឿដ៏សំខាន់នៅក្នុងអរិយធម៌បុរាណកញ្ចែមរណៈនៅតែជាអាចកំបាំងដែលរំលឹកយើងថាពិភពបុរាណនៅតែជារឿងអាចកំបាំងដែលយើងមិនទាន់ដឹងអស់នៅឡើយតើអ្នកទាំងអស់គ្នាធ្លាប់ឮឬឃើញកញ្ចែមរណៈនេះដែរឬទេហើយវាពិតជាបានផ្សារភ្ជាប់រវាងពិភពមនុស្សរស់និងពិភពមនុស្សស្លាប់ពិតមែនដែរឬទេកុំភ្លេច comment ខាងក្រោម follow សម្រាប់វីដេអូក្រោយ